បាទទីតាំងថ្មីមួយកន្លែងនេះគឺជារបស់បងប្រុសធ្វើការនៅប្រទេសកូរ៉េទៀតហើយបាទអញ្ចឹងគាត់ទាំងពីរនាក់ប្តីប្រពន្ធគាត់គឺធ្វើការនៅប្រទេសកូរ៉េទាំងពីរអញ្ចឹងឥឡូវនេះគាត់ងាកមកសម្រាប់ចិត្តចាប់របរថ្មីមួយទៀតគឺផ្ទះជាកម្មហ្នឹងហើយដោយគាត់បានតាមដានសិក្សាស្រាវជ្រាវជាមួយនឹងវីដេអូចែករំលែករបស់ខ្ញុំកន្លងមកយូរហើយអញ្ចឹងគាត់តាក់ទងមកក៏អត់មានសួរនាំអីច្រើនដែរគាត់តាក់ទងណាត់សួរថាលោកគ្រូនៅណាទៅអត់ចង់ជួយលោកគ្រូមកពិនិត្យទីតាំងហើយក៏បាញ់លុយកក់ឲ្យខ្ញុំទៅមើលទីតាំងតែម្ដងបាទអញ្ចឹងទីតាំងមួយនេះគឺស្ថិតនៅលើទឹកដីខេត្តបាត់ដំបងបងប្អូនបាទអញ្ចឹងវាលសាឡាល្អបាទវាលសាឡាល្អហើយដូចបងប្អូនឃើញជាក់ស្ដែងអញ្ចឹងណាគឺតំបន់នេះគឺមានធ្វើស្រូវវល់ជុំបាទអញ្ចឹងគឺជាទីតាំងល្អមែនទែនសម្រាប់ទេសកម្មដែលខ្ញុំរំពឹងថានឹងទទួលបានកំណើនល្អទិន្នផលល្អជូនគាត់ដែលជាម្ចាស់ផ្ទះហ្នឹងអញ្ចឹងសប្បាយចិត្តមែនទែននៅពេលដែលវីដេអូដែលខ្ញុំចែករំលែកណែនាំនិយាយរឿងបងប្អូនយើងប្រទេសនៅធ្វើការនៅប្រទេសកូរ៉េដែលឃើញគាត់ងាកមកធ្វើទស្សនកម្មច្រើនដោយបងប្អូនឃើញជាក់ស្ដែងអញ្ចឹងណាអញ្ចឹងភ្ញៀវរបស់ខ្ញុំបច្ចុប្បន្ននេះគឺចន្លោះ80 ទៅ 90% ហើយដែលជាបងប្អូនដែលធ្វើការនៅប្រទេសកូរ៉េបាទតែគាត់បានមើលវីដេអូខ្ញុំនិយាយបញ្យល់ណែនាំគាត់ចំគាត់ថាមើលវីដេអូខ្ញុំហើយគាត់មានអារម្មណ៍ឈឺចាប់គាត់មានអារម្មណ៍ស្ដាយពេលវេលាហើយគាត់មានអារម្មណ៍ស្ដាយក្រោយដែលគាត់ដកលុយទៅវិនិយោគទៅលើរបបផ្សេងដែលធ្វើឲ្យគាត់ខុសហើយគាត់ខាតបាទទៅធ្វើការនៅប្រទេសកូរ៉េមួយណាត់ហើយមួយណាត់ទៀតអញ្ចឹងបងប្អូនដឹងហើយថាធ្វើការនៅប្រទេសគេទទួលស្គាល់ថាមានប្រាក់ចំណូលខ្ពស់ប៉ុន្តែគេហៅថាការនឹករលឹកមកដល់ស្រុកកំណើតប្រពន្ធកូនក្រុមគ្រួសារគឺជារឿងមួយដែលពិបាកនៅក្នុងការទ្រាំណាអញ្ចឹងខ្ញុំជឿថាគ្មានពីណាគេចង់បែបនេះទេបើមានជំរើសអញ្ចឹងបន្ទាប់ពីខ្ញុំបានណែនាំជំរើសដល់គាត់ណែនាំផ្លូវដើរដល់គាត់អញ្ចឹងគាត់បានមើលឃើញវីដេអូដែលខ្ញុំចែករំលែកគាត់ក៏សម្រេចចិត្តដកលុយមកវិនិយោគទៅលើរបរសង់ផ្ទះជាកម្មនេះបាទអញ្ចឹងដូចបងប្អូនឃើញជាក់ស្ដែងអញ្ចឹងគឺមានច្រើនមែនតើកូរ៉េជប៉ុនអាមេរិកអូស្ត្រាលីគឺគាត់ធ្វើជាមួយខ្ញុំច្រើនបាទហើយពួកគាត់គឺមិនសួរច្រើនទេណាមិនសួរច្រើនគាត់នៅបរទេសមែនគឺគាត់អត់សួរច្រើនទេហើយមានបងប្អូនយើងមួយចំនួនគឺគាត់សូម្បីតែកងត្រាមួយខ្ញុំក៏គាត់អត់ធ្វើដែរបាទគាត់បាញ់លុយមកគាត់ថាខ្ញុំក៏គ្រូសូមបិទទីតាំងនេះហើយលោកគ្រូទ្វីបចង់ធ្វើទៅលុយកាក់គឺខ្ញុំនឹងបាញ់ជូនតាមវគ្គដែលលោកគ្រូត្រូវការបាទអញ្ចឹងអត់មានកងត្រាអត់មានកដាស់ស្នាមទេទាំងអស់គាត់ធ្វើតែម្ដងហើយខ្ញុំសួរថាអត់ខ្លាចខ្ញុំបោកទេឬបាទអត់ខ្លាចខ្ញុំរត់ចោលបងឯងទេអត់ខ្លាចខ្ញុំរត់ចោលការឋានបងឯងទេគាត់បានបញ្ជាក់ថាគាត់តាមដានវីដេអូខ្ញុំយូរហើយមិនដែលឃើញពីណាគេនិយាយថាខ្ញុំនឹងមិនល្អនិយាយថាមនុស្សខ្ញុំគ្មានការទូខុសត្រូវនិយាយថាមនុស្សខ្ញុំនឹងបោកប្រាស់ទេបាទអញ្ចឹងគឺគាត់ទុកចិត្តបាទអរគុណមែនតើបាទអញ្ចឹងបងប្អូនអរគ្នាបាទមានអ្វីជាចម្ងល់ជាសំណួរបងប្អូនអាចសាកសួរបន្ថែមបានណាបាទសូមអរគុណ